កុំជាខ្ញុំលើកដៃដល់ស្រស់ស្អាតទូព្រះបង្គំជាខ្ញុំមកបដិយកនៅអាយុសង្ខារព្រះនាងយ៉ាងដូចច្នេះទៅវិញហេតុអីបានជានាងល្ងងយ៉ាងនេះតើមនុស្សឯណាទៅយកយក្សមកធ្វើជាប្រពន្ធនាងចាប់ដឹងខ្លួនឡើងនាងមកផ្នែកឡើងយក្សគ្នាខ្ញុំគ្មានបំណងនឹងប៉ុនប៉ងអាយុជីវិតរបស់នាងទេលោកតាខ្ញុំកណាខុសហើយលោកតាប្រមេលិខិតណាលោកមានមេតាបណ្ដាញធងបានណាលោកអើយដែលខំរៀងសាបាញ់សើងបានណាលោកអើយដែលខំរៀងសាពេលនេះរូខ្ញុំតាសម្រាប់មើលយ៉ាងសាអើយបងសង្ខាលោកអើយនេះកណ្ដាលព្រៃជ្រៅនេះអមទូមានព្រានបដៃរបស់លោកតាដល់ឲ្យមិននឹងវងខ្ញុំរក្សាសិល5ចាំសិល8យកនៅចំណេះមិនអាគុំគេថាទាំងអស់ហើយយកទៅការពារនេះទឹកដីបរិយនគរតែប៉ុណ្ណោះលើកលែងតែបញ្ចាមិត្តក៏ប៉ុន្តែនៅពេលនេះហេតុអីបានជាកម្ពុជាវិរិយធ្លាក់មកលើទូព្រះបង្គំជាខ្ញុំយ៉ាងនេះទូព្រះបង្គំជាខ្ញុំគ្មានបំណងប៉ុនប៉ងប្រហារនៅអាយុជីវិតរបស់នាងទេហេតុអីបានជានាងមិនព្រមកិច្ចអំពីនេះលុបគ្រាប់លំពេងហេតុអីបានជាសេចក្តីស្នេហាស្មោះស្មោះរបស់នាងចំពោះទូព្រះបង្គំជាខ្ញុំនាងសុខចិត្តស្លាប់នៅក្រោមមុខលំបីរបស់ទូព្រះបង្គំជាខ្ញុំនាងដង្ហើមចុងក្រោយនាងបានពោលពាក្យដាក់បណ្ដាសាទូព្រះបង្គំជាខ្ញុំហេតុអីពាក្យបណ្ដាសារបស់ព្រះនាងវាហាក់បីដូចជាស្រមោលដែលអន្តលតាមប្រាណពេលដាក់ទូព្រះបង្គំជាខ្ញុំលើពាក្យនេះភ្លាមហេតុអីបានតែជានៅក្នុងចិត្តរបស់ទូព្រះបង្គំជាខ្ញុំហាក់បីដូចជាពំសុខគូប៉ុន្តែទូព្រះបង្គំជាខ្ញុំធ្វើដំណើរដល់ទឹកដីបរិយនគរពេលណាទូព្រះបង្គំជាខ្ញុំនឹងសូមការអនុញ្ញាតអំពីព្រះមេត្តានិងព្រះបិតាធ្វើបុណ្យតកណានៅប្រទេសអត់ទិសកងកម្មមហាកុសលទៅដល់ដួងវិញ្ញាណក្ខន្ធរបស់នាងចាក់ជាពំខាននាងយកណីទូព្រះបង្គំជាខ្ញុំលាសិនហើយតាមពិតទៅនោះខ្ញុំមកដល់ផ្លូវបំឯងតែម្ចាស់បងរបស់ខ្ញុំទាំងពីរអង្គបានសន្យាជាមួយនឹងគ្នា
ហេតុអ្វីបានជាអាត្មានេះហើយមិនឃើញត្រង់យ៉ាងនេះទៅវិញឬមួយក៏ព្រះអង្គកំពុងតែធ្វើដំណើរចូលមកដល់ហើយបើអញ្ចឹងរងចាំព្រះអង្គបន្តិចមើលប្រហែលមកចាប់បងមែនទេមនុស្សបងអូយមកចាប់បងប្រកបមើលអាយ៉ាព្រះអនុអូនប្រាប់ទៅមកចាប់បងមិននឹកស្មានថាបងមើលអូនស្ទឹងតែមិនស្គាល់ទូប្រកបក៏មើលព្រះអង្គស្ទឹងតែមិនស្គាល់ដែរអាយ៉ាសង្ហាខ្លាំងណាស់ក្រាបទូអូអនុអូនឥឡូវនេះបងកាន់តែមានវ័យវឌ្ឍនាការកាន់តែចាស់ទៅចំណែកអូនកាន់តែធំទៅដល់អញ្ចឹងបងមើលអត់ចង់ស្គាល់ទេអូនមកចាប់បងពេលមកចាប់បងពេញព្រះវេលាបែបនេះទៅសង្ហាខ្លាំងណាស់ក្រាបទូលអនុអូនយើងបានសន្យាជាមួយគ្នាថាយើងមកជួបគ្នានៅចន្លោះភ្នំទាំងពីរឥឡូវពិតជាបានជួបអូនមែនពិតមែនហើយក៏ប៉ុន្តែចុះមកចាក់បងមនុស្សវងទ្រង់ស្រាច់យើងមកដល់ហើយនៅទៅប្រមកមិនដល់ឃើញទេចុះព្រះអង្គអត់តន់ឃើញព្រះអង្គមកវិញទេបងអត់តន់បានឃើញទេមិនដឹងថាសម្ដេចព្រះរាមទ្រង់បានហាត់រៀនចេះចាំសពគ្រប់ឬក៏នៅរវល់ទេណាអូនឥឡូវចេះទៅព្រះអង្គគិតថាយើងសម្រាប់នៅទីនេះហើយរងចាំទ្រង់ទៅមើលប៉ុន្តែហើយអូនមកចាប់បងទៅព្រះអង្គធ្វើមកគុំក្រាបទូអូមនុស្សវងក្រាបទូមកចាប់បងរតនាវងអូមកចាប់បងមិនអីទេអូនតានឡើងសូមក្រាបថ្វាយបង្គំសម្ដេចព្រះរាមតានឡើងអូនតានឡើងសូមអរគុណព្រះអង្គបងណែមកដល់បងមើលអូនពុំស្គាល់ទៅដូច្នោះហើយបានជាបងមកអង្គុយនៅលើផ្ទាំងសិលារងចាំប្អូនរបស់បងតាំងពីមនឹកស្មានថាធំពេញកំណោះស្ដោបងមើលអត់ស្គាល់ទេអំបាញ់មិញមកចាស់បងមើលមកចាស់បងសឹកតែពុំស្គាល់ដែរថាពុទ្ធទៅប្រមង្គមចំណាំមកចាស់បងដឹងទេថាប្រមង្គមចំណាំកន្លែងណាអូនចំណាំបងត្រង់ណាគឺចំណាំខ្សែកនេះអីក្រាបទូលទូបង្គំជាខ្ញុំត្រេកអរខ្លាំងណាស់ពេលដែលទូបង្គំជាខ្ញុំបានជួបម្ចាស់បងព្រះចាស់ព្រះអនុជធ្វើដំណើរមកវិញប្រកបដោយសុវត្ថិភាពគ្មានគ្រោះថ្នាក់បែបនេះធ្វើឲ្យមានការសប្បាយហារតិចឥតឧបមាក្រាបទូលជប់រចុះអ្នកណាគេអាយ៉ាស្អាតណាស់លោកអើយណាជប់អ្នកណាគេកុំតន់អាសរសើរបងគ្រាន់តែចង់ដឹងថានារីម្នាក់នេះវាត្រូវជាអ្វីជាមួយនឹងអូនតាមការពិតសម្ដេចព្រះរាមព្រមទាំងព្រះអនុជនេះជាមហេសីទូបង្គំក្រាបទូលអូនមានមហេសីហើយស្អាតណាស់វៃអូនល្អណាស់អូនឆ្លាតដាច់រកុំដូចមឹកពេកព្រះអង្គខ្ញុំមកចាស់ថ្វាយបង្គំមិនអីទេមកចាស់បងថ្វាយទូព្រះបង្គំថ្វាយបង្គំក្រាបទូលពើបងណាអូនរតនាវងអូនកូនណាថាភាសាព្រះនាងកូនចាស់ស្ដេចអង្គណាដែរបបពុតព្រះអង្គនាងគឺជាចៅលោកតាព្រះមនីអេសីកាលអំពីអតីតជាតិគឺជាស្រីទេពទេវតាសួគ៌មានកម្មពីវរាក៏បានមកចាប់បដិសន្ធិនៅផ្កាឈប់ឥឡូវទូបង្គំបានទទួលយកនាងជាមហេសីក្រាបទូលវាជាការគប់ប្រសាទណាអូនដែលអូនបានទទួលស្ត្រីល្អដែលស្រយុទ្ធចុះមកអំពីនេឋានសួគ៌មកចាប់បដិសន្ធិនៅក្នុងផ្កាឈប់ឥឡូវក៏ខ្លាយទៅជាមហេសីរបស់អូនទៀតអូនពិតជាមានសំណាងណាស់កូនណាខ្លះពិសេសម្ចាស់បងព្រមទាំងព្រះអនុជគង់តែមានសំណាងដូចទូបង្គំដែរទេឥឡូវម្ចាស់បងទូព្រះបង្គំគិតថាកុំបងអង្គយូរអីយើងចូលមកអស់គ្នានឹងក្រាបទូលវាជាការពុតណារយៈកាលច្រើនឆ្នាំតែឃ្លៀតចាក់ឆ្ងាយមកអំពីមេត្តាបិតាបងក៏មានសេចក្តីនឹករលឹកដល់មេត្តាបិតាដែរបានចឹងអនុជទាំងពីរអូនកូនណាថ្លៃភាសាអនុជថ្លៃអូនយើងចូលមហានគរជាមួយនឹងបងណាស្ដេចយើងបានចឹងសូមទ្រង់ស្ដេចយើងក្រាបទូលតោះមហេសីអូន
ងណាមានអើយកាបើទៅព្រួយហើយបារម្ភអើយប្រះអើយឆៅមើឆៅអើយមានរឿងបើទៅអើយដាច់មិនអើយត្រឡប់អើយប្រឹងថ្លៃចាប់តាំងពីបត្រាទាំង3ព្រះអង្គបានការអនុញ្ញាតសូមទៅរៀននៅដំរីវិជាការអស់រយៈកាលច្រើនឆ្នាំហើយមិនឃើញត្រឡប់មកវិញទល់ទេសោះមិនដឹងថាបទប្រាទាំង3ព្រះអង្គបានជួបនឹងគ្រូបាចារ្យឬមួយក៏យ៉ាងណានោះទេហេតុអីបានជាគ្មានដឹងដំណឹងអ្វីទល់ទេសោះដូច្នេះថ្ងៃនេះគិតថាឡើងទៅរោងជំនុំគបព្រះអង្គដើម្បីទៅគបព្រះអង្គមើលតើព្រះអង្គមានបានដឹងដំណឹងពីរាជបត្រាទេទាំងអស់គ្នារកកន្លែងគួរសមណៃអត់ប្រកាន់ក្រាបតើព្រះទេសៈមហារដ្ឋរាជរាមមាននៅបដីព្រះនាមប្របាទព្រំបតតព្រះសូរិយាកំពុងតែដុតចំហុយអស់តងធម្មជាតិរីឯបាក់សីទាំងឡាយក៏បានហោះហើរស្វែងរកចំណីរៀងខ្លួនផងដែរនៅក្នុងមហានគររបស់ខ្ញុំតែងតែទទួលបាននៅសេចក្តីសុខសប្បាយខ្លាំងណាស់
មានការព្រួយបារម្ភខ្លាំងណាស់រាជបុត្រារបស់ខ្ញុំទាំង3ព្រះអង្គបានឃ្លាតចាកឆ្ងាយពីមហានគរទៅហាត់រៀនចំណេះវិជ្ជាក្បួនកំពីត្រីវេទបាត់ដំណឹងសូនឈឹងមិនឃើញវិលត្រឡប់ចូលមហានគរវិញសោះបុត្រាបិតាតើបុត្របានសុខឬមួយក៏ទុកយ៉ាងណាបិតាព្រួយបារម្ភនៅក្នុងប្រតិយខ្លាំងណាស់ព្រះខ្ញុំម្ចាស់ថ្វាយបង្គំព្រះប៉ាម្ចាស់លោះហើយមហេសីអូនរកកន្លែងគួសមណាអូនណាព្រះប៉ាចាំមិនទៅហើយរាជសុខភាពរបស់ព្រះអង្គនោះមិនជាកើតអ្វីទេក្រាបទូលមហេសីអូនរាជសុខភាពរបស់បងគ្មានអ្វីកើតឡើងទេត្បិតអីនៅក្នុងបរមរាជវាំងរបស់យើងមានពេទ្យលួងគេមើលថែរក្សាបងបានល្អណាស់ណាអូនណាត្រូវហើយថ្ងៃនេះខ្ញុំឡើងមកកព្រះអង្គខ្ញុំម្ចាស់ចង់ដឹងណាតើព្រះអង្គមានបានដឹងដំណឹងពីរាជបុត្រាទាំង3ព្រះអង្គទេព្រះប៉ាមហេសីអូនចំណែកឯរូបបងក៏កំពុងតែទន្ទឹងរង់ចាំរាជបុត្រារបស់យើងដែរនៅនៃព្រំដែនខណ្ឌសីមារបស់យើងលោកមេតបគ្មានបានផ្ញើដំណឹងមកឲ្យបងបានដឹងទេរាជបុត្រារបស់យើងនោះមិនដឹងមានសុខទុក្ខយ៉ាងណាទេណាអូនណាព្រះប៉ាព្រះអង្គអង្គសេកក៏បើសិនណាជាមិនបានព្រះរាជបុត្រទាំង3ព្រះអង្គទ្រង់ស្ដេចយាងមកពីបំពេញមុនវិជាការវិញហើយរាជបុត្រារបស់យើងមកហើយតែសម្លេងនេះអង្គម្ចាស់ក្សត្រថ្លៃសម្ដេចព្រះវររាជមេដាបិតាទូបង្គំសូមក្រាបថ្វាយបង្គំក្រាបទូលល្អហើយបុត្រាបិតាសូមអរប្រគុណព្រះបិតាអូសម្ដេចព្រះមកហើយទូព្រះបង្គំទីខ្ញុំក្រាបថ្វាយបង្គំមេដាបិតាល្អហើយបុត្រាបិតាងើបឡើងនៅបណ្ណាងើបឡើងចុងគ្នាតែម្ដងហើយចុះណាស់អាណាមកក្រាបអូននោះអូមេដាបិតាថ្លៃទូព្រះបង្គំក្រាបទូលល្អហើយបុត្រាបិតាងើបឡើងនៅបណ្ណាណែបុត្រាបិតាបុត្រទាំង3អង្គនោះបានឃ្លាតចាកឆ្ងាយពីមហានគរទៅអស់រយៈកាលជាច្រើនឆ្នាំហើយគ្មានផ្ញើដំណឹងឲ្យបិតាព្រមទាំងមេដាបានដឹងសោះបិតានិងមេដានេះព្រួយបារម្ភអំពីបុត្រខ្លាំងណាស់ណាបុត្រណាបិតាមេដាតាមបុត្រទៅនោះឲ្យទូព្រះបង្គំសូមអភ័យទុកផងទៅចោះដោយសារតែទូព្រះបង្គំហាត់រៀនជាមួយនឹងលោកតាព្រះមនីអីសីនៅក្នុងព្រៃហៅពៀនឆ្ងាយពេកទើបទូព្រះបង្គំមិនអាចបានតដំណឹងឲ្យទ្រង់បានណាក្រាបទូលប្រសាណាអញ្ចឹងបានសេចក្តីថាបុត្រគ្រប់អង្គហ្នឹងបានចេះដំណើរវិជាការអស់ហើយមែនទេវិជាការទៅក្រាបទូលទូព្រះបង្គំទីខ្ញុំមកតាមទៅក្រោយក៏បានបាច់ផ្លែគ្នាហើយក៏ត្រឡប់មកជួបគ្នាដល់ត្រឡប់មកបាច់ត្រឡប់មកចូលមហានគរទាំងអស់គ្នាវិញណាមេដាល្អណាស់ហើយចៅបុត្រវិញនោះអង្គម្ចាស់ក្សត្រថ្លៃសម្ដេចព្រះវររាជបិតាមេដាទូបង្គំពុតជាបានសិក្សារៀនសូត្រចេះចាំសັບគ្រប់ដូចសេចក្តីប្រាថ្នាផងមិនត្រឹមតែប៉ុណ្ណោះទេព្រះបិតាព្រះមេដាទូបង្គំមានរឿងមួយចង់ទូលថ្វាយដល់ទ្រង់ក្រាបទូលមានរឿងអីបុត្រាបិតាមានការបន្ទូលមកចូលណាបុត្រណាព្រះបិតាពេលដែលទូបង្គំចេញទៅបំពេញមុនវិជាគាថាជាមួយនឹងលោកតាព្រះមនីអីសីទូបង្គំក៏បានជួបនឹងចៅលោកតាព្រះមនីអីសីហើយទូបង្គំក៏បានសពហារតីជាមួយនឹងនាងក៏លោកតារៀបឲ្យផ្សាយទូបង្គំមានមហេសីហើយក្រាបទូលបានទីក្រែងថាបុត្រមានមហេសីហើយកន្លងតែផ្សាយចូលមហេសីបុត្រគេនៅទីណាមាននាំមកទេបុត្រណាសូមត្រង់គង់ចាំមួយផ្លែទូបង្គំនឹងនៅហាកនាងមកក្រាបទូលហើយមិនអូនណាធ្វើដំណើរទៅជួយអូនណាពេលនេះរាជបុត្រារបស់យើងគេមានរាជអគ្គមហេសីហើយអូនណាចាស់ត្រៃអស់មកក្រាបទូលខ្ញុំមកចាំសូមក្រាបថ្វាយបង្គំព្រះបិតាមេដាក្រាបហើយបុត្រីបិតាងើបឡើងណាបុត្រណាខ្ញុំមកចាំអរប្រគុណសូមតិទេប្រកាសណាព្រះវររាជបិតាឥឡូវរាជបុត្រាទាំង3ព្រះអង្គស្ដេចយាងចូលមកក្នុងនេះទឹកដីបរិណគរវិញហើយទូព្រះបង្គំជាខ្ញុំក៏បានដឹងថារាជកិច្ចនៅក្នុងព្រះបរមរាជវាំងដែរបិតាទ្រង់បំរើអស់នេះអាណាប្រជារាស្ត្រមួយនៃមហានគរបិតាប្រកាសជាហត់នឿយណាស់ណាមួយព្រះបិតាក៏មានប្រជាជនកាន់តែបីចំណាស់ណាស់ទៅហើយក្រាបទូលហើយទូព្រះបង្គំជាខ្ញុំចង់ដឹងថានេះថ្ងៃក្រោយតើរាជបល្ល័ង្កព្រមទាំងសេរីរាជសម្បត្តិទាំងអស់នេះបិតាទ្រង់ប្រទានឲ្យរាជបុត្រអង្គណាឡើងគ្រងសេរីរាជសម្បត្តិជំនួសអំពីបិតាណាក្រាបទូលបានសេចក្តីថាបុត្រព្រួយបារម្ភអំពីបិតាមានវ័យចំណាស់
បត់ចង់ដឹងថារាជបុត្រាមួយណាដែលឡើងក្រុងរាជបន្តអំពីបៃតាពិតមែនទេបត់ណាព្រះករណាថ្លៃសេះក្រាបទូលព្រោះអីណោះទូព្រះបង្គំជាខ្ញុំឃើញបៃតាទ្រង់នៅហត់ជាច្រើនឆ្នាំណាស់មកហើយឥឡូវរាជបុត្រទាំង3ព្រះអង្គក៏បានធំពេញព្រះវរលៈក៏បញ្ចប់នៃការសិក្សាគ្រប់អង្គហើយបើចឹងទូព្រះបង្គំជាខ្ញុំចង់ឲ្យអ្នកព្រះអង្គសម្រេចទឹកបតីថារាជបល្ល័ង្កនេះតើបៃតាលើកឲ្យរាជបុត្រអង្គណាឡើងណែគ្រប់គ្រងសេរីរាជសម្បត្តិជំនួសផងណាក្រាបទូលមិនអីទេបុត្រាបៃតាបុតងើបសិនចុះណាបុត្រាបៃតាទាំង3អង្គកូនណាឆ្លើយឲ្យសិនចូលបុត្រទាំង3អង្គស្ដាប់បៃតាឲ្យបានច្បាស់ច្បាប់នៅក្នុងមហានគររបស់យើងតាំងពីព្រះឯកកោព្រះឯកការរបស់បុត្រមកនោះអ្នកដែលស្នងរាជបន្តអំពីបៃតាបានទាស់តែបុត្រនោះមានរាជអគ្គមហេសីហើយណាបុត្រណាបានន័យថានេះប្រពៃណីស្នងអំពីព្រះឯកកោព្រះឯកការមកបើរាជបុត្រអង្គណាមួយមានរាជអគ្គមហេសីមុនរាជបុត្រអង្គនោះនឹងឡើងក្រុងសេរីរាជសម្បត្តិជំនួសអំពីបៃតាឲ្យក្រាបទូលពិតមែនហើយបុត្រាបៃតាទូព្រះបង្គំជាខ្ញុំយល់ឲ្យក្រាបទូលបានចឹងទូព្រះបង្គំជាខ្ញុំហាក់បីដូចជាហត់ហេវអស់នៃបកាយពលណាទូព្រះបង្គំជាខ្ញុំសូមការអនុញ្ញាតចូលទៅក្នុងនៃមហាដំណាក់សម្រាប់យកកម្លាំងសិននេះថ្ងៃស្អែកទូព្រះបង្គំជាខ្ញុំនឹងឡើងមករោងជំនុំដើម្បីប្រជុំជាមួយនឹងព្រះបៃតាណែសម្រាប់ព្រះរាមឈប់សិនឥឡូវនេះព្រះបៃតាមិនទាន់បានប្រកាសតែងតាំងចំពោះរាជបុត្រណាមួយព្រះអង្គទេលុះត្រាតែព្រះអង្គរងចាំស្រាប់អំពីព្រះបិតាទេរាជសម្បត្តិសិនចាំព្រះអង្គធ្វើដំណើរចូលដំណាក់ក្រាបទូលរតនាវង្សអូនបិតាទ្រង់បានមានព្រះបន្ទូលឲ្យថារាជបុត្រអង្គណាមានមហេសីមុនរាជបុត្រអង្គនោះនឹងឡើងក្រុងនៃសេរីរាជសម្បត្តិស្នងបវេនីអំពីបិតាបានចឹងមានតែអូនមានមហេសីហើយថ្ងៃក្រោយរាជបល្ល័ង្កនេះអូនគឺជាអ្នកគ្រប់គ្រងអស់នេះណាប្រជានារីមួយមហានគរគឺពឹងពាក់នៅលើបារមីរបស់អូនហើយបងក៏អស់ភារកិច្ចបងហត់ហេវអស់នៃបកាយពលណាបើអញ្ចឹងបងចូលទៅក្នុងដំណាក់សម្រាប់មុនហើយណាបបិទ្ធម្ចាស់បងបើត្រង់ចង់ទៅសម្រាប់ហើយសូមត្រង់ត្រាច់ហៀងក្រាបទូលថ្វាយបង្គំលាហើយមានណាបិតាធ្វើដំណើរទៅចុះណាបងណាដំណើរខ្លះសេះក្រាបទូលធ្វើដំណើរទៅចុះសម្រាប់ឲ្យបានល្អចុះមិនខុសទេបុត្រមានមហេសីហើយព្រះអង្គចាំចាត់ចែងពិធីរាជសម្បត្តិហើយនឹងរៀបអភិសេកឲ្យបុត្រារបស់យើងរួមគ្នាតែម្ដងទៅណាក្រាបទូលរតនាវង្សបុត្រាបៃតាពេលនេះបុត្រមានរាជអគ្គមហេសីហើយមិនអីទេចាំបៃតាប្រកាសអស់និមឺនសពមុខមន្ត្រីឲ្យគេបានដឹងថាបុត្រមានរាជអគ្គមហេសីបៃតានឹងរៀបអភិសេកបុត្រមួយសាទៀតនៅក្នុងមហានគររបស់យើងរួចហើយនោះបៃតានឹងប្រកាសទេរាជសម្បត្តិទាំងឡាយឲ្យបុត្រឡើងក្រុងរាជបន្តអំពីបៃតាណាបុត្រណាព្រះករណាថ្លៃវិសេសសម្ដេចព្រះបរិយាបៃតាទូលបង្គំនឹងរៀបចំដើម្បីរៀបអភិសេកទៅតាមការអនុញ្ញាតនៃព្រះបិតានៅក្នុងថ្ងៃស្អែកប៉ុន្តែការផ្ទេររាជសម្បត្តិនេះសូមព្រះបិតាព្រះតម្រិះសារជាថ្មីទូលបង្គំគឺជាបុត្រទី2ប្រហែលជាមិនស័ក្តិសមនឹងគ្រប់រាជសម្បត្តិទេដឹងក្រាបទូលប៉ុន្មានហើយព្រះបិតាទូព្រះបង្គំមើលទៅទឹកបតីរបស់ម្ចាស់បងហាក់បីដូចជាមានចិត្តចំណែននឹងម្ចាស់បងរតនាវង្សខ្លាំងណាស់ក្រាបទូលមិនអីទេបុត្រាបៃតានេះគឺជាច្បាប់មហានគររបស់យើងដូច្នោះបៃតាធ្វើតែតាមច្បាប់ទេចូលបុត្រកុំព្រួយបារម្ភអីដូច្នេះបុត្រទាំងពីរមកពីហាត់រៀននៃចំណេះវិជ្ជាធ្វើដំណើរផ្លូវឆ្ងាយអស់កម្លាំងហើយចូលបុត្រទាំងទ្វេនោះចូលទៅសម្រាប់នៅក្នុងមហាដំណាក់ចុះណាបុត្រណាកូនណាធ្វើឲ្យសេះមហេសីអូនព្រះប៉ាថ្វាយបង្គំលាបៃតាមេតាចូលដំណាក់ទៅព្រះប៉ាម្ចាស់ថ្វាយបង្គំលាហើយមេតាម្ចាស់ថ្វាយបង្គំលាព្រះបៃតាមេតាណាទូបង្គំសូមថ្វាយបង្គំលាព្រះបៃតាតែចុះណាបុត្រាទៅអូននាងមានសម្រស់ស្រស់ស្អាតណាស់ណាព្រះអង្គបុត្រមែនហើយមហេសីអូនពេលនេះរតនាវង្សបុត្រាបៃតារបស់យើងនោះគេមានរាជអគ្គមហេសីហើយចាំពេលណាដែលយើងរៀបអភិសេកគេរួចហើយនោះបងនឹងផ្ទេររាជសម្បត្តិរបស់បងឲ្យគេឡើងក្រុងរាជបន្តអំពីបងហើយណាអូនណាមិនខុសទេបើចឹងព្រះអង្គយើងចូលដំណាក់ទៅក្រាបទូលធ្វើដំណើរទៅណាអូនណា
ធ្វើដំណើរចូលមកដល់ក្នុងនៃទឹកដីបរិយនគរឡើងបង្គំគង់ព្រះវររាជមេតានិងព្រះបិតាក៏បានឃើញថាទ្រង់ទាំងពីរព្រះអង្គមានព្រះរាជសុខភាពរឹងមាំណាស់ណាមួយឃើញអនុត្រាមានរាជអគ្គមហេសីដ៏ស្រស់ស្អាតនាងស្រីរាជសម្បត្តិតទៅថ្ងៃក្រោយរតនាវង្សគឺជាអ្នកឡើងគ្រប់គ្រងនៃស្រីរាជសម្បត្តិក្នុងប្រវេណីអំពីបិតាក៏ប៉ុន្តែហេតុអីបានជានៅក្នុងរាត្រីនេះពេលដែលខ្ញុំបិទភ្នែកពេលណាខ្ញុំនឹកឃើញពាក្យបណ្ដាសារបស់ស្រីយក្ខិនីមុននឹងនាងស្លាប់បាត់បង់នៃអាយុជីវិតនាងបានបន្លឺនៃពាក្យបណ្ដាសារបស់នាងវាហាក់បិចដូចជាកំបិតមកចាក់នៅក្នុងដើមទ្រូងរបស់ខ្ញុំហេតុអីបានជាពាក្យបណ្ដាសារបស់នាងធ្វើឲ្យខ្ញុំចុកចាប់នៅក្នុងចិត្តយ៉ាងនេះហាក់បិចដូចជាស្រមោលអន្ទោលតាមប្រាណមិនដែលឃ្លាតឆ្ងាយអំពីប្រាណខ្ញុំយ៉ាងដូចជ្រះទៅវិញរសំរសល់ដួងចិត្តណាអំពលពេកប្រមានណារសំរសល់ដួងចិត្តណាអំពលពេកប្រមាននឹកឃើញថ្ងៃសម្លាប់យ៉ាងសាមានឲ្យបងអង្គប្រានក្នុងព្រៃជ្រៅអើយបណ្ដឹងសាដិនជាប់ពុំឃ្លាតណែដូចទ្របបានសាហងទុងអើយបណ្ដឹងសាដងជាប់ហងដូចញ៉ាជាទ្របបានសាងទុងធ្វើឲ្យរូបខ្ញុំរួងពុំសុខដោយសារនឹកឃើញពីងចុងក្រោយអើយទោះបីថាខ្ញុំគិតខ្វាយខ្វល់នេះថ្ងៃដែលខ្ញុំលើកដៃបាញ់ប្រហារនៃជីវិតស្រីយក្ខិនីឲ្យនាងបងសង្ខារយ៉ាងណាតែក្តីសោកការទាំងអបអស់មានក៏មិនអាចជួយឲ្យខ្ញុំចាក់ផុតអំពីនៃពាក្យរបស់នាងរាត្រីនេះហេតុអីបានជាស្ងប់ស្ងាត់ពុំមាននៃសម្លេងវីយ៉ូបកមកយ៉ាងដូចនេះហេតុអីបានជាខ្ញុំរសាប់រសល់យ៉ាងនេះខ្ញុំឈប់គិតរឿងនេះហាក់បីដូចជាហត់ហេវអស់នៃបកាយពលណាបាញ់ចឹងខ្ញុំនឹងឡើងផ្ទុំលើទីតែនសយណានេះពេលព្រឹកព្រៀងស្វាងព្រះសូរិយាពេលណាខ្ញុំនឹងឡើងរោងជំនុំដើម្បីប្រជុំជាមួយនឹងសេនាកហបតីមន្ត្រីទូចធំឡើងបង្គំគាល់ព្រះវររាជបិតាដើម្បីអបអរសាទរនៃការឡើងគ្រងស្រីរាជសម្បត្តិរបស់អនុជខ្ញុំផងព្រះអង្គម្
មិនស្គាល់បងមិនស្គាល់ប្អូនអើយព្រះអង្គព្រាត់ពីបងប្អូនព្រាត់ពីគ្រួសារដូចជាខ្ញុំម្ចាស់នេះព្រាត់ពីព្រះអង្គដែរព្រះអង្គម្ចាស់នវង្សខ្ញុំម្ចាស់នឹងចូលសន្ធិដ្ឋព្រះអង្គឲ្យព្រះអង្គរករឿងមិនឲ្យព្រះអង្គនេះមានសេចក្តីសុខឡើយខ្ញុំម្ចាស់នឹងសន្ធិដ្ឋព្រះអង្គខ្ញុំម្ចាស់នឹងចូលសន្ធិដ្ឋត្រង់អស់មួយជីវិតរាជបល្ល័ង្កមាសវាស័ក្តិសមជាមួយនឹងមនិនវង្សតែព្រះគុណបើក្រៅអំពីមនិនវង្សគ្មានអ្នកណាមួយអាចអង្គុយលើរាជបល្ល័ង្កនេះបានជាខាតព្រះបិតាថ្ងៃណាមួយព្រះអង្គនឹងដឹងថារាជបុត្រាមួយអង្គណាដែលមានសមត្ថភាពអង្គុយលើរាជបល្ល័ង្កមាសក៏ប៉ុន្តែនៅមានឆ្អឹងទៅទាំងកអាពីរនាក់នេះបើកណាវានៅមានអាយុរស់រានមានជីវិតមិននឹងបងមិនអាចឡើងអង្គុយលើរាជបល្ល័ង្កនេះបានជាដាច់ខាតរិះរេយ៉ាងណាដើម្បីដកបន្លាចេញអំពីដើមទ្រូងនាកណ្ដាលរាត្រីបែរវាកំពុងតែផ្ទុំលងលួសោយសោកជាមួយនឹងរាជអគ្គមហេសីរបស់វាបើចឹងធ្វើដំណើរចូលទៅក្នុងមហាដំណាក់របស់អារតនាវង្សព្រមទាំងអាមនោវង្សនាំវាចេញទៅលេងប្រៃសិនមនីរតនាអូន ព្រះបោកខ្ញុំម្ចាស់ ឥឡូវនេះបងមានកិច្ចការដ៏ភាពយ៉ាងខ្ពង់ខ្ពស់ណាស់ដែលសម្ដេចប្រវររាជបិតាទ្រង់បានមានព្រះរាជបំណងចង់ឲ្យបងគ្រងរាជមហាសម្បត្តិនៅមហានគរពារាណសីនេះប៉ុន្តែបងហាក់បីដូចជាមិនអស់សង្ស័យនៃសម្ដេចព្រះរាមសោះព្រោះទ្រង់ហាក់បីដូចជាមានប្រភពត្រពូនធ្វើឲ្យបងខ្វល់ខ្វាយខ្លាំងណាស់អូនណា ព្រះស្វាមីសូមព្រះអង្គកុំគិតច្រើនពេកអីពេលព្រោះនេះមកពីព្រះអាយកាទ្រង់មានព្រះវិទ្យាបន្ទូលពេលដែលទ្រង់មុននឹងចូលទីបង្គត់ទ្រង់ដាក់នាមឲ្យរួចទៅហើយបើសិនជារាជបុត្រណាមានមហេសីរាជបុត្រនោះត្រូវតែរងឡើងគ្រងរាជបានចឹងយើងធ្វើតាមតែព្រះរាជបន្ទូលរបស់ព្រះអង្គទេមិនមែនស្វាមីចង់ឡើងក្រោយគ្រងរាជខ្លួនឯងឯណាព្រះប៉ជាការពិតមែនហើយមនីរតនាអូនបងរវល់តែគិតអំពីរាជកិច្ចភ្លេចគិតអំពីរូបអូនហើយនឹងបងអូនដឹងទេថាច្រើនខែហើយដែលយើងបានឃ្លាតអំពីអាស្រមលោកតាឥឡូវនេះធ្វើឲ្យបងនឹកឃើញទៅដល់ស្នាមស្នេហ៍អនុស្សាវរីយ៍
រវាងអូនហើយនឹងបងដែលជួបគ្រាដំបងនៅប្រាសាទចាស់ ព្រះស្វាមីខ្ញុំម្ចាស់កូននឹកឃើញគ្រាមុនដៃឥឡូវនេះរហូតដល់តែរុកអនមានចំណងដៃឲ្យរុកបងគឺបរិរបស់យើងពេលដែលគេប្រសូតមកមិនដឹងថាបុត្រាឬក៏បុត្រីខ្ញុំម្ចាស់ពេញបតីខ្លាំងណាស់ណាព្រះបង ពិតមែនហើយមនីរតនាទោះបីជាបុត្រាក៏បងសពហារតីបុត្រីក៏បងសពហារតីសំខាន់បំផុតយើងទាំងពីរព្រះអង្គពិតជាមានសេចក្តីសុខខ្លាំងណាស់ស្នេហារបស់យើងប្រៀបបាននឹងផ្ទាំងសិលាមួយយ៉ាងធំភ្នំមួយយ៉ាងខ្ពស់ជ្រោះមួយយ៉ាងជ្រៅគ្មានអ្នកណាមកបំបែកបំបាក់បានឡើយមានតែស្ដេចមច្ចុរាជមួយគត់អោស្នេហាយប់ហើយប្រលឹងស្ដាប់បទចំរៀងរាត្រីស្ងាត់ឈឹងប្រលឹងបងច្រៀងបំពេថ្លើមថ្លៃ អូនស្ដាប់សំនៀ